បាទសួស្តីឥឡូវនេះខ្ញុំនឹងបង្ហាញពីរបៀបបង្កើត invoice អញ្ចឹងដើម្បីបង្កើត invoice បានយើងចូលមកកន្លែង menu invoice ហើយនៅក្នុង menu invoice ហ្នឹងយើងមាន generate invoice ហើយយើងមាន invoice list ហើយយើងមាន payment អញ្ចឹងនៅក្នុង generate invoice នេះគឺតកតងជាមួយនឹងការ generate invoice auto ឲ្យអតិថិជនចឹងក្នុងករណី generate invoice auto ឲ្យអតិថិជនយើងមាន option single month យើងមាន date range ហើយនឹងយើងមាន single year អញ្ចឹង single month គឺចង់សំដៅទៅលើចេញមួយខែហើយ date range គឺសំដៅទៅលើការចេញ invoice ជា range ឧទាហរណ៍ថាចេញ3ខែ4ខែជាប់គ្នាអញ្ចឹងទៅគឺយើងមាន date range ហ្នឹងហើយយើងអាច select ឆ្នាំមកបន្តមកទៀតយើង select ខែមកឧទាហរណ៍ថាចេញពីខែ1ដល់ខែ3អញ្ចឹងទៅណាអញ្ចឹងមានន័យថា date range ហើយបើ single year នេះតកតងជាមួយនឹងការចេញ invoice ម្ដងមួយឆ្នាំអញ្ចឹងយើងរើសមកពីឆ្នាំណាដល់ឆ្នាំណាឧទាហរណ៍ថាឥឡូវ2025ដល់2025មានន័យថាចេញមួយឆ្នាំ2025អញ្ចឹងបើយើងរើស2025ដល់2026មានន័យថាពីឆ្នាំ2025ដល់ឆ្នាំ2026ក្នុងចន្លោះហ្នឹងគឺវា2ឆ្នាំហើយ25ផង26ផងហ្នឹងអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំចង់ចេញinvoice តកតងជាមួយនឹង single month វិញណាព្រោះអីជាទូទៅគឺយើងចេញម្ដងមួយខែហ្នឹងហើយកន្លែងនេះគឺយើងរើ option មកយើងមាន option all customer គឺយើង select មកគឺ generate ឲ្យ customer ទាំងអស់ដែលបានជួលបន្ទប់របស់យើងហ្នឹងហើយ generate invoice សម្រាប់ខែណាឧទាហរណ៍ថាសម្រាប់ខែ3ឬក៏ខែ4ឧទាហរណ៍ខ្ញុំមានខែ4ដោយសារខ្ញុំមានអតិថិជនចូលខែ4ខ្ញុំមើលខែ4ចុះអូខេអញ្ចឹងថ្ងៃដែលគាត់ជពាក់ឧទាហរណ៍ថាខ្ញុំអាចឲ្យគាត់ជពាក់បានត្រឹមខែ4ថ្ងៃ7ចុះ7ថ្ងៃចុះឧទាហរណ៍អញ្ចឹងបន្តមកទៀតគឺយើងចុច generate អូខេមកអូខេអញ្ចឹងយើងបាន generate ហើយយើងអាចទៅមើលតកតងជាមួយនឹងការ generate invoice ហ្នឹងនៅក្នុង invoice list ហើយមុននឹងយើងទៅមើល invoice ដែលយើងបាន generate ខ្ញុំបង្ហាញបន្ថែមទៀតតកតងមួយកន្លែង customer នេះអញ្ចឹងក្នុងករណីយើងចង់ចេញឲ្យ customer ណាម្នាក់ specific វិញយើងអត់ចេញទាំងអស់ទេគឺយើងនៅកន្លែងនេះគឺយើងចុចខ្វែងមកយើងវាយឈ្មោះ customer អញ្ចឹងមកយើងវាយឈ្មោះ customer ទៅវានឹង search ឈ្មោះ customer ណាដែលយើងចង់នេះឧទាហរណ៍ចង់ចេញ invoice ម្នាក់នេះយើង select ប៉ុណ្្នឹងមកហើយយើងធ្វើដូចមុនអញ្ចឹងហើយយើងចុច generate invoice monthly មកគឺយើង generate ឲ្យគាត់តែម្នាក់ហ្នឹងទេហើយកន្លែងនេះគឺដូចគ្នាក្នុងករណីយើងចង់ចេញ invoice date range ប្រហែលខែជាប់គ្នាហ្នឹងគឺយើងអាចធ្វើអញ្ចឹងដូចគ្នាបើយើងចង់ចេញឲ្យអតិថិជនទាំងអស់គឺយើង select all តែបើអត់ទេគឺយើងវាយឈ្មោះគាត់មកថាសុខបញ្ញានេះចុះអូខេអញ្ចឹងខ្ញុំចេញពីខែ1ដល់ខែ3អញ្ចឹងទៅហើយថ្ងៃជពាក់មកហើយយើងចុច generate ទៅហើយមួយទៀតគឺ option single year គឺដូចគ្នាដែរកន្លែងនេះគឺយើងអាចរើស all customer ឬក៏ឲ្យ customer ណាម្នាក់វាយឈ្មោះគាត់ទៅអូខេអញ្ចឹងបើ2025យើងរើស2025ដល់2025ក្នុងករណីយើងកំណត់ថ្ងៃជពាក់ឲ្យគាត់យើងរើសមកហើយយើងចុច generate ទៅគឺវា generate invoice ពេញមួយឆ្នាំហ្នឹងតែកន្លែងនេះគឺយើងអាស្រ័យទៅលើកុងត្រារបស់ជួលរបស់គាត់អញ្ចឹងឧទាហរណ៍ថា2025គាត់ចូលមកជួលមកនៅក្នុងខែ3អញ្ចឹងវាគិតពីខែ3មកទេណាវាអត់គិតពីខែ1មកទេដោយសារខែ1គាត់អត់ទាន់បានចូលនៅទេអញ្ចឹងវាអាស្រ័យទៅលើថ្ងៃ check in check out របស់គាត់ដែរលុះត្រាតែថ្ងៃ check in check out របស់គាត់នៅចន្លោះ date range ដែលយើងបានរើសឬក៏ឆ្នាំដែលយើងបានរើសឲ្យគាត់ហ្នឹងបានវា generate invoice ហ្នឹងឲ្យបានណាអូខេអញ្ចឹងបន្ទាប់ពីយើងបាន generate invoice ហើយយើងចូលទៅក្នុង invoice list
អូខេយើងនឹងឃើញ invoice ដែលបាន generate អញ្ចឹងមាន2ខាងលើនេះអញ្ចឹង invoice ដែល generate ពីgenerate auto គឺវានឹងមាន remark ថា invoice ហ្នឹងគឺ automatic generate អូខេយើងអាចចូលទៅមើល detail នៅក្នុង invoice ហ្នឹងបានគឺយើងចុចទៅលើលេខ invoice ហ្នឹងមកអូខេដោយសារអតិថិជនដែលខ្ញុំបានធ្វើការជួលនេះខ្ញុំមានសេវាកម្មខាផាកផងមានថ្លៃជួលផងអញ្ចឹងវា generate ឲ្យយើងតាមហ្នឹងមកហើយអូខេហើយយើងអាចធ្វើការ print invoice នឹងចេញបានចុច like action print invoice អូខេអញ្ចឹងនេះទម្រង់ invoice របស់យើងអាច print invoice ជូនគាត់បានអូខេដើម្បី print យើងចុចសញ្ញា print នេះមកហើយយើងហើមសិន print ហើយយើងចុច print ទៅអូខេខ្ញុំត្រឡប់មកវិញអូខេអញ្ចឹងរបៀប generate invoice គឺយើងមានgenerate auto ហើយយើងមានមួយទៀតគឺ generate manual ក្នុងករណីយើងចង់ generate manual គឺយើងចូលមកក្នុង invoice list ហើយយើងចុច add invoice ដើម្បី create invoice manual ឧទាហរណ៍ថាអតិថិជនស៊ីនហេងដែរអូខេខ្ញុំចេញ invoice គាត់ manual មួយចោលថាឥឡូវ bill date ថ្ងៃនេះចុះអូខេចឹងយើងបាន invoice មួយហើយប៉ុន្តែយើងត្រូវ add item ចូល invoice នឹងយើងចុច add ឡើងនេះមកអូខេនៅកន្លែង category នេះយើងមាន option តាក់ទងមួយ service តាក់ទងជាមួយនឹង inventory តាក់ទងមួយ room អញ្ចឹងក្នុងករណីដែលយើងចង់ចេញ invoice ទៅលើថ្លៃឈ្នួលបន្ទប់គឺយើងរើសយក room ហើយបើយើងចង់ចេញ invoice តាក់ទងជាមួយនឹងប្រភេទអីផ្សេងទៀតដូចជាសេវាកម្មអីផ្សេងយើងរើស service មកអញ្ចឹងកន្លែងនេះគឺខ្ញុំចេញ invoice តាក់ទងជាមួយនឹង room គេខែ4ខ្ញុំចេញហើយអញ្ចឹងខ្ញុំចេញឲ្យខែ5ម្ដងអញ្ចឹងដោយសារខែ4ខ្ញុំចេញហើយបើសិនជាយើងចេញម្ដងទៀតក៏អត់បានដែរឥឡូវខ្ញុំឧទាហរណ៍ថាខែ4ខ្ញុំចុច add save អញ្ចឹងកន្លែងនេះ invoice rental fee សម្រាប់ខែ4នេះគឺមានហើយអញ្ចឹងឯងអត់បានទេដែលខ្ញុំបញ្ជាក់ពីដំបូងមកអញ្ចឹងដោយសារខ្ញុំបាន generate invoice auto ម្ដងហើយអញ្ចឹងកន្លែងនេះខ្ញុំចេញខែ5ចុះអូខេ save មកអញ្ចឹងថ្លៃឈ្នួលបន្ទប់សម្រាប់ខែ5អញ្ចឹងខ្ញុំ add បន្ថែមទៀតឧទាហរណ៍ថាគាត់មានប្រើសេវាកម្មផ្សេងទៀត service អូខេ service នេះគឺយើងអាច set up ឡើងនៅក្នុង menu service ខាងនេះណាអញ្ចឹងខ្ញុំមាន service 3នៅក្នុងនេះដែលខ្ញុំបានបង្កើតជា sample ឧទាហរណ៍ថាឥឡូវគាត់មានប្រើ cleaning ចឹងអូខេនេះតម្លៃដែលយើងបាន set ហើយណា save មកអូខេអញ្ចឹងប៉ុណ្ណឹងបន្ទាប់ពីយើងបាន add item រួចរាល់អស់ហើយ invoice យើងគឺនៅ pending ឡើយទេដោយសារយើងកំពុងតែ add item អញ្ចឹងដើម្បីឲ្យ invoice ហ្នឹងapprove គឺយើងត្រូវចុច approve ឡើងនេះមានន័យថា invoice ហ្នឹងគឺយើងបានត្រួតពិនិត្យហើយយើង approve ហើយយើងចេញត្រឹមត្រូវហើយចុច approve មកអូខេអញ្ចឹងក្នុងករណី invoice ដែលយើងបាន approve ហើយគឺយើងអត់មានអាចធ្វើការកែប្រែទេណាយើង edit អត់បានទេតែបើយើងចង់ edit លុះត្រាតែយើងបដូរ status ទៅ pending សិនណា pending ចឹងសិនបាទយើងអាចធ្វើការ edit invoice នឹងបានអានេះ edit invoice detail ចឹងយើងចង់ add item បន្ថែមយើងចុចនៅលើ invoice code មួយហ្នឹងមកហើយយើងអាច add item បន្ថែម add រួចរាល់ហើយយើង approve ឡើងវិញអូខេអញ្ចឹងនេះតកតងជាមួយនឹងរបៀបចេញ invoice យើងមានចេញ invoice auto ហើយនឹងយើងមានចេញ invoice manual